សួស្តីសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះលោកសឺមកចែករំលែកចំណេះដឹងផ្នែកភាសាចិនហ្នឹងហើយអញ្ចឹងពាក់ព័ន្ធនឹងការសិក្សារៀនសូត្រផ្នែកភាសាចិនបងប្អូនត្រូវដឹងថាឬក៏សិស្សានុសិស្សទាំងអស់គ្នាត្រូវដឹងថាការសិក្សារៀនសូត្រភាសាចិនក៏មិនមែនជាការងាយស្រួលហើយក៏មិនមែនជាការលំបាកដែរតែអ្វីក៏ដោយគឺយើងត្រូវព្យាយាមក្នុងការសិក្សារៀនសូត្រការព្យាយាមអំណត់អត់ធន់នេះគឺសំខាន់ណាស់បើសិនជាយើងគ្មានការអំណត់អត់ធន់ព្យាយាមរៀនសូត្រទេយើងក៏មិនអាចទទួលបាននូវលទ្ធផលល្អក្នុងការរៀនសូត្រដែរអញ្ចឹងការអំណត់អត់ធន់ការព្យាយាមការយកទុកដាក់ប្រតិបត្តិចំពោះការអានការមើលការរៀនទន្ទិញឲ្យចាំមាត់និងការរៀនសរសេរឲ្យចាំដៃនៅទៅលើជំនាញហើយនឹងស្រៈរបស់ភាសាចិនអញ្ចឹងភាសាចិនមូលដ្ឋានគ្រឹះដំបូងគឺពាក់ព័ន្ធជាមួយនឹងជំនាញហើយនឹងស្រៈតែម្ដងអញ្ចឹងពេលដែលយើងចូលទៅសិក្សារៀនសូត្រភាសាចិនគឺយើងត្រូវចេះជំនាញស្រៈដើម្បីជាការងាយស្រួលក្នុងការប្រកបភាសាចិនតាមពិតទៅភាសាចិនគឺវាមានតែគំនិតទេយើងរៀនពាក់ព័ន្ធនឹងគំនិតហើយគំនិតលោកសឺនឹងរៀននៅតាមក្រោយទៀតប៉ុន្តែថ្ងៃនេះលោកសឺសូមលើកឡើងតែជំនាញនិងស្រៈអ៊ីងវានឹងដើម្បីស្រៈជំនាញនិងស្រៈគេហៅថាជំនាញនិងស្រៈដែលយើងរៀនប្រកបឲ្យចាំនេះគឺដើម្បីងាយស្រួលក្នុងការរៀនប្រកបវាដើម្បីយករៀនអានភាសាចិនតែតាមពិតទៅភាសាចិនវាអត់មានជំនាញនិងស្រៈទេអញ្ចឹងយើងដើម្បីងាយស្រួលក្នុងការរៀនសូត្រក្នុងការអានភាសាចិនគេត្រូវបង្រៀនភីងអ៊ីងហ្នឹងដើម្បីឲ្យងាយស្រួលក្នុងការរៀនប្រកបភាសាចិនប្រកបអានតំណាងឲ្យភាសាចិនអញ្ចឹងភាសាចិនគឺយើងត្រូវរៀនឲ្យចេះគូសគំនុដឹងគំនុមានគំនុតឹងគំនុបដោយទៅតឹងទៅពួកបដោយទៅពួកជាដើមឡើងហ្នឹងមានគឺលោកសឺនឹងរៀនតាមក្រោយប៉ុន្តែថ្ងៃនេះលោកសឺក៏នៅចង់ឲ្យអ្នកគ្នាត្រូវរៀនសិក្សាអំពីមូលដ្ឋានគ្រឹះដំបូងគឺយើងត្រូវរៀនអំពីភីងអ៊ីងឲ្យចាំសិនមានន័យថាត្រូវរៀនអំពីចាប់ដើមដំបូងគឺព្យញ្ជនៈហ្នឹងអញ្ចឹងសូមសិស្សានុសិស្សទាំងអស់គ្នាអាចយកប៊ិចណាយកប៊ិចសភៅរៀនកត់ណាកត់ព្យញ្ជនៈហើយនឹងស្រៈនេះដំបូងលោកសឺនឹងរៀនលោកសឺនឹងអានណាអានពាក់ព័ន្ធនឹងព្យញ្ជនៈណាឲ្យអ្នកនរគ្នាបានស្ដាប់សិនពាក់ព័ន្ធនឹងព្យញ្ជនៈអញ្ចឹងនៅក្នុងមេរៀនទី1នេះលោកសឺបង្រៀនអំពីព្យញ្ជនៈហើយនឹងស្រៈអញ្ចឹងសូមសិស្សានុសិស្សទាំងអស់គ្នាយកចិត្តទុកដាក់ក្នុងការស្ដាប់លោកសឺក្នុងការអានហើយវីដេអូនេះសិស្សានុសិស្សអាចយកទៅរៀនមើលហើយរៀនអានឡើងវិញម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតតាមលោកសឺហើយរៀនសរសេរវាចាំទៅគឺយើងនឹងអាចចេះហើយអញ្ចឹងពីដំបូងលោកសឺសូមដល់ការក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ត្រូវព្យាយាមអានបានច្រើនហើយព្យាយាមរៀនសរសេរឲ្យចាំសិននៅលើព្យញ្ជនៈស្រៈហើយរបៀបនៃការរៀនប្រកបនោះចាំលោកសឺបរៀនតាមក្រោយទៀតអូខេអញ្ចឹងដំបូងឡើយគឺយើងត្រូវរៀនមេរៀនទី1គឺទីខមេរៀនទី1ហើយសឹងមូនិងអ៊ីនមូសឹងមូនេះគឺមានន័យថាជាផ្នែកយើងបកថាជាជំនាញហើយអ៊ីនមូនេះយើងបកថាស្រៈតែលោកសឺសេនេះគឺស្រៈហើយបានសេជំនាញតែតាមពិតទៅសឹងមូនេះគឺសឹងមូនេះគឺយើងបកថាព្យញ្ជនៈរីឯអ៊ីនមូយើងបកថាស្រៈយើងចាប់ដើមដំបូងគឺសឹងមូព្យញ្ជនៈអញ្ចឹងសឹងមូអ្នកនរគ្នាអាចមើលទៅសឹងមូព្យញ្ជនៈហើយផ្នែកខាងនេះគឺយើងអានថាពណ៌ពណ៌ពណ៌មួពណ៌ទើ
khở nở lỡ cớ khở hở chí chí xí dư chứ sư dợ chứ chứ sư ý quá ឬក៏អ៊ូហ្នឹងហើយវ៉ាឬក៏អ៊ូនេះគឺផ្នែកអង្គជំនាញអញ្ចឹងសិស្សានុសិស្សអាចឬក៏តាចា学生们តាចា好អញ្ចឹងទាំងអស់គ្នាគឺអាចរៀនមើលទៅលើផ្នែកជំនាញហ្នឹងបានល្អប្រសើរអញ្ចឹងរៀនទិញឲ្យចាំទៅរៀនសេឲ្យចាំទៅបន្ទាប់នេះលោកសិស្សបង្ហាញពាក់ព័ន្ធជាមួយនឹងផ្នែកខាងនេះគឺផ្នែកខាងស្រៈម្ដងនេះខាងស្រៈអញ្ចឹងខាងស្រៈម្ដងអញ្ចឹងនេះគឺផ្នែកខាងស្រៈអញ្ចឹងស្រៈគឺយើងអានថា ilmu គឺស្រៈ ilmu ស្រៈអញ្ចឹងបងប្អូនទាំងអស់គ្នារៀនទន្ទិញស្រៈហ្នឹងឲ្យចាំអញ្ចឹងរៀនអានរៀនទន្ទិញស្រៈហ្នឹងចាំគឺណាយើងទន្ទិញអានស្រៈហ្នឹងចាំហើយអាព្យុញ្ញៈដែលលោកសិស្សរៀនមិញហ្នឹងនឹងស្រៈហើយស្រៈហ្នឹងទន្ទិញចាំហើយលើវគ្គក្រោយបើសិនជាសិស្សានុសិស្សទាំងអស់គ្នាគាំទ្រទៅលើវីដេអូរបស់លោកសិស្សជួយ like ជួយ share និងជួយ subscribe channel YouTube របស់លោកសិស្សអញ្ចឹងលោកសិស្សនឹងបន្តមេរៀនពាក់ព័ន្ធនឹងការរៀនប្រកបជួបជួយអ្នកនិងសាក់ប្រកបចូលគ្នាហើយនឹងលោកសិស្សនឹងរៀនសម្លេងរៀនទីទំនុកវិញនិយាយទៅឬរៀនតាមក្បួនភាសាចិនតែម្ដងរៀនតាមក្បួនភាសាចិនការប្រកបភាសាចិនការប្រើប្រាស់គំនូសការប្រើប្រាស់សម្លេងយ៉ាងម៉េចនោះតាមក្បួនភាសាចិនទាំងអស់អញ្ចឹងគឺយើងរៀនតាមមួយវគ្គមួយ step ឥឡូវលោកសិស្សចាប់អានទៅលើអានេះស្រៈនេះយើងអានថា ilmu ស្រៈ ilmu ស្រៈបន្តមកទៀតយើងអានេះអានអ្នកនរគ្នាសិស្សានុសិស្សទាំងអស់គ្នាឲ្យអានតាមលោកសិស្សគឺទី1នេះគឺយើងស្រៈ a តមកស្រៈ o ស្រៈ e ស្រៈ e ស្រៈ u ស្រៈ u កន្លែងនេះគឺយើងអាន u ដែរតែយើងធ្វើសំឡេងមាត់ត្រង់ស្រួចណាមាត់ត្រង់ស្រួចគឺ u មកស្រៈ i ស្រៈ a ស្រៈ u ឬអាន phây អាន phây ឬក៏ u ណា u ស្រៈ ao ស្រៈ âu ស្រៈ yêu ស្រៈ ia ស្រៈ a ឬក៏ khuê យើងអានថា khuê ឬក៏ ve តមកស្រៈ ស្រៈ an ស្រៈ in ស្រៈ in ស្រៈ un ស្រៈ win តែ in មាត់ស្រួចសិស្សានុសិស្សអស់នេះស្រៈ win ដែរតែ in មាត់ស្រួចណា win ស្រៈ ang ស្រៈ eng ស្រៈ ing ស្រៈ ing ស្រៈ ing ស្រៈ ong ស្រៈ eo ឬក៏ស្រៈ yêu ស្រៈ ien ស្រៈ ieng ឬក៏ស្រៈ yang ស្រៈ ieng ឬក៏ស្រៈ yang ស្រៈ oan ឬក៏ one នេះស្រៈ uyên តែ uyên វាមានថ្មិញកដុលសិស្សានុសិស្សនេះមានថ្មិញវាអានតែ uyên ដែរតែយើងអានសំឡេងត្រង់ស្រួចតិច uyên បើស្រួចបន្តិចទៅ uyên តមកខាងនេះស្រៈ oang ឬក៏ស្រៈ uong យើងអានថា song ឬក៏shong ឬក៏ shong នេះស្រៈ u ស្រៈ oa ស្រៈ oai ហ្នឹងហើយអញ្ចឹងសិស្សទាំងអស់គ្នាថ្ងៃនេះលោកសិស្សមកចែករំលែកពាក់ព័ន្ធនឹងការបង្ហាត់បង្រៀនជាមួយនឹងការចែករំលែកភាសាចិនការរៀនសូត្រភាសាចិន
អញ្ចឹងថ្ងៃនេះគឺលោកសើចែកចម្លែកទៅនឹងជំនាញហើយនឹងស្រាក់អញ្ចឹងហើយសូមសរសើរលោកសើទាំងអស់គ្នាអាចអានវីដេអូឬក៏មើលវីដេអូលោកសើតាំងពីជំនាញនិងស្រាក់ឲ្យយើងរៀនសរសេរហ្នឹងហើយអញ្ចឹងរៀនសរសេររៀនអានតាមអ្វីដែលលោកសើបានអានតាមនឹងមកអញ្ចឹងយើងរៀនអានរៀនសរសេរហើយវគ្គក្រោយលោកសើនឹងបង្រៀនពីការរៀនប្រកបណារៀនប្រកបរៀនប្រកបរៀនប្រកបឲ្យសិស្សានុសិស្សទាំងអស់គ្នាពីរបៀបការប្រកបយើងប្រកបយ៉ាងម៉េចដើម្បីឲ្យវាត្រូវអញ្ចឹងគាត់ណាយើងមិនចេះអានទេគឺយើងអត់ដឹងថាត្រូវប្រកបយ៉ាងម៉េចទេអញ្ចឹងយើងសំខាន់ណាគឺការរៀនប្រកបនេះអញ្ចឹងតែដើម្បីឲ្យរៀនប្រកបចាំបានព្រោះតែសិស្សានុសិស្សទាំងអស់គ្នាត្រូវរៀនសូត្រទៅលើជួយញៈនិងស្រៈដែលលោកសើបានអានបាញ់មិញអញ្ចឹងយើងរៀនទន្ទិញឲ្យចាំសិនណារៀនទន្ទិញឲ្យចាំទៅលើជួយញៈហើយនឹងស្រៈនឹងរៀនសរសេរឲ្យចាំសិនដល់កាលណាយើងរៀនសរសេរទន្ទិញចាំហើយរៀនជួយញៈនិងស្រៈចាំហើយយើងនឹងរៀនប្រកបនៅវគ្គវីដេអូក្រោយៗទៀតបើសិនជាសិស្សានុសិស្សទាំងអស់គ្នាគាំទ្រនៅវីដេអូរបស់លោកសើដែលបានបង្រៀនថ្ងៃនេះសូមជួយ like ជួយ share ដើម្បីទទួលបានមេរៀនបន្ទាប់ហើយនឹងជួយ subscribe channel YouTube របស់លោកសើនឹងប្រាប់ពីបង្រៀននៅមេរៀនបន្ទាប់មេរៀនទី2គឺថាមេរៀនពាក់ព័ន្ធជាមួយនឹងការរៀនប្រកបរវាងយកព្យញ្ញៈនិងស្រៈបូកចូលគ្នាប្រកបអានតមកទៀតលោកសើនឹងបង្រៀនពីសំឡេងទី1សំឡេងទី2សំឡេងទី3អញ្ចឹងទៅតមកទៀតយើងរៀនពីគំនូសហើយយើងរៀនអំពីភាសាចិនរៀនពាក្យរៀនសន្ទនាអីជាដើមដាក់អញ្ចឹងនឹងមានមេរៀនជាច្រើនទៀតដែលសើនឹងទៅចែកចម្លែកនៅក្នុងYouTube ជូនដល់សិស្សានុសិស្សដែលមានបំណងចង់សិក្សារៀនសូត្រភាសាចិនអញ្ចឹងថ្ងៃនេះเราសើមានវីដេអូតែប៉ុណ្ណេះទេអញ្ចឹងក៏សូមអរគុណទុកជាមុនសម្រាប់សិស្សានុសិស្សដែលមានបំណងចង់រៀនភាសាចិនសូមជួយ Subscribe Channel YouTube เราសើឲ្យបានកាន់តែច្រើនសូមអរគុណ